យាយថាស្រមោលអ្នកណានៅចិត្តប្រាសាទជីចៅម្ដេចក៏ដើរស្រាតសាច់ផ្លោកក៏ក្រៀនសាច់ជាតិជាចៅបើចង់លួចម្ដេចមិនស្លៀងខោដើរស្រាតហើយធ្វើឆោឡោស្រែកបងអូដាក់ម្ចាស់ផ្ទះទៀតថាថៃវិញនិយាយថាមែនហើយចៅខ្ញុំគឺចៅលួចដីម៉ែឪខ្ញុំផ្ដាំសំដីយើងគ្មានទេដីខំលួចណាកូឪវាយប្លន់ឆ្លៀនពៀនបានច្រើនអញចឹងកូនត្រូវខំឡើងឲ្យដីយើងកើនកុំណើកូនចៅហើយថៃវិញនិយាយទៀតថាឲ្យតែមានលេសឆ្លៀនពៀនឲ្យបានកុំខ្វល់ពីអ្នកចិត្តខាងវាយកឲ្យបានចាំល្អតាមក្រៅទោះពីមុនដីគេក៏ដោយល្បិចចោលប្លន់លួចមុខក្រោយកុំភ្លេចកូនអើយដែលស្រាតក៏លួចហើយខ្មែរយើងក៏និយាយទៀតថាឪឯងជីចៅកូនចៅដដែលសន្តានលួចប្លន់ដូចឆ្កែឈប់មកបងវ៉ែថាឆ្កែជាខ្លាបើជាមនុស្សមកពាក់មុខស្វាខ្ញុំមិនយកធ្វើជាគ្នាចុងក្រោយគឺជាមិត្តឆ្កែដដែលចុងក្រោយគឺជាមិត្តឆ្កែដដែលហើយខ្មែរយើងក៏និយាយទៀតថាឪឯងជាចៅកូនចៅដដែលសន្តានលួចប្លន់ដូចឆ្កែឈប់មកបងវ៉ែថាឆ្កែជាខ្លាបើជាមនុស្សមកពាក់មុខស្វាខ្ញុំមិនយកធ្វើជាគ្នាចុងក្រោយគឺជាមិត្តឆ្កែដដែលចុងក្រោយគឺជាមិត្តឆ្កែដដែល